ចំណុចសំខាន់ដែលខ្ញុំចាំបានបំផុតនៅក្នុងរដូវកាលទី2នោះគឺខ្ញុំទទួលបានការណែនាំពីរបៀបធ្វើគម្រោងពីរបៀបវិភាគទៅលើដំណោះស្រាយថាតើអាចអនុវត្តបានឬក៏អត់ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំចាន់នេះហើយថ្ងៃនេះផងដែរនាងខ្ញុំពិតជាមានកិត្តិយសមែនទែននៅក្នុងការបញ្ចេញវីដេអូមួយនេះទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាវីដេអូនេះក៏ជាសារៈប្រយោជន៍មួយសម្រាប់អ្នកទាំងអស់គ្នាពិចារណាទៅលើការដាក់ពាក្យនវត្ថនរដូវកាលទី3ផងដែរអញ្ចឹងមូលហេតុសំខាន់ដែលខ្ញុំសម្រេចចិត្តចូលរួមនវត្ថននៅក្នុងឆ្នាំ2024នោះគឺទី1ខ្ញុំចង់ចូលរួមជួយគាំពារកុមារជាពិសេសកុមារដែលទទួលរងការរំលោភបំពានពីសំណាក់សមាជិកគ្រួសារនិងមនុស្សដែលមានភាពជិតស្និទ្ធជាមួយកុមារខ្ញុំចង់ចូលរួមនៅក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនឯងធ្វើការសហការជាក្រុមនៅក្នុងការលើកកម្ពស់សម្លេងរបស់យុវជនចំណុចសំខាន់ដែលខ្ញុំចាំបានបំផុតនៅក្នុងរដូវកាលទី2នោះគឺខ្ញុំទទួលបានការណែនាំពីរបៀបធ្វើគម្រោងពីរបៀបវិភាគទៅលើដំណោះស្រាយថាតើអាចអនុវត្តបានឬក៏អត់ហើយខ្ញុំក៏សូមគោរពអរគុណទៅដល់ Save the Children ដែលបានផ្ដល់ឱកាសដល់ខ្ញុំនៅក្នុងការធ្វើបទបង្ហាញកាលពីឆ្នាំមុនហើយក៏ជាបទពិសោធន៍មួយនៅក្នុងជីវិតខ្ញុំផងដែរអញ្ចឹងសម្រាប់រដូវកាលទី3នេះអ្នកទាំងអស់គ្នាកុំពន្យាពេលទៀតអីយកកុំព្យូទ័ររបស់អ្នកយកទូរស័ព្ទរបស់អ្នកពិនិត្យទៅលើការពិពណ៌នាអំពីការដាក់ពាក្យរបស់យើងហើយកុំលាក់សមត្ថភាពខ្លួនឯងបញ្ចេញសមត្ថភាពដែលអ្នកទាំងអស់គ្នាមានព្រោះខ្ញុំជឿជាក់ថាឱកាសជាឱកាសរបស់អ្នកហើយពួកយើងនឹងរងចាំអ្នកទាំងអស់គ្នានៅថ្ងៃកម្មវិធី